របៀបធ្វើអាកោពោតឬក៏នំពោតចំហុយនំរបស់យើងនេះដែរគឺមានក្លិនឈ្ងុយនិងមានសភាពទន់ផ្អែមឆ្ងាញ់តែម្ដងចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាចាស់ជាដំបូងឡើយសម្រាប់គ្រឿងផ្សំដែលខ្ញុំធ្វើក្នុងថ្ងៃនេះគឺសម្រាប់ញ៉ាំពី2ទៅ3នាក់ដោយជាដំបូងឡើយគឺខ្ញុំមានពោតរបស់យើងចំនួន1ផ្លែសម្រាប់ពោតនេះដែរបងប្អូនអាចដាក់2ផ្លែក៏បានដែរទៅតាមចំណង់ចំណូលចិត្តជាបន្តមកទៀតយើងបកសម្បកពោតហើយបន្ទាប់មកយើងបេះសក់ពោតរបស់យើងយើងបេះវាឲ្យស្អាតហើយយើងលាងសម្អាតឲ្យបានស្អាតមកជាបន្តមកទៀតយើងធ្វើការចិតប្រលេះគ្រាប់ពោតរបស់យើងនៅពេលដែលយើងបានចិតប្រលេះគ្រាប់ពោតរបស់យើងរួចរាល់ហើយជាបន្តមកទៀតយើងយកគ្រាប់ពោតរបស់យើងទៅកិនឲ្យម៉ត់ជាបន្តមកទៀតយើងយកគ្រាប់ពោតដែលយើងបានប្រលេះរួចអំបញ្ញមិញហ្នឹងយើងដាក់ទៅក្នុងម៉ាស៊ីនកិនហើយបន្តមកទៀតគឺខ្ញុំបន្ថែមខ្ទិះដូងចំនួន100មីលីលីត្រយើងប្រើខ្ទិះដូងដើមគឺដើម្បីឲ្យនំរបស់យើងនឹងរឹតតែមានក្លិនឈ្ងុយជាបន្តមកទៀតយើងចាប់ផ្ដើមកិនហើយសម្រាប់រយៈពេលកិននេះដែរយើងកិនវាប្រហែលជា1នាទីទៅ2នាទីមកយើងកិនរហូតដល់ពោតរបស់យើងមានសភាពម៉ត់ល្អបែបនេះបងប្អូនចាឥឡូវឃើញថាពោតរបស់យើងបានម៉ត់ល្អហើយអញ្ចឹងយើងទុកវាមួយដល់ឡែកសិនជាបន្តមកទៀតយើងចាប់ផ្ដើមលាយម្សៅដូចជាដំបូងឡើយគឺខ្ញុំមានពងមាន់ចំនួន1គ្រាប់យើងវាយពងមាន់របស់យើងវាបានបែកល្អហើយជាបន្តមកទៀតគឺខ្ញុំបន្ថែមស្ករអំពៅចំនួន70ក្រាមដោយសារតែនំខ្ញុំធ្វើក្នុងថ្ងៃនេះគឺខ្ញុំធ្វើអត់សូវផ្អែមពេកទេប្រសិនបើបងប្អូនចូលចិត្តយើងផ្អែមជាងនេះសូមបងប្អូនធ្វើការបន្ថែមបន្ថយស្ករទៅតាមចំណង់ចំណូលចិត្តឥឡូវយើងបានកូរពងមាន់ហើយស្កររបស់យើងចូលគ្នាសព្វល្អហើយជាបន្តមកទៀតគឺខ្ញុំបន្ថែមម្សៅអង្ករខ្សាយចំនួន1ខាំកន្លះគឺស្មើនឹង150ក្រាមហើយបន្តមកទៀតគឺខ្ញុំបន្ថែម baking powder ចំនួន5ក្រាមហើយស្មើជាមួយនឹង1សាពាកាហ្វេហើយបើសិនបើបងប្អូនអត់មាន baking powder មិនបាច់ដាក់ក៏បានដែរខ្ញុំបន្ថែមនេះដើម្បីឲ្យនំរបស់យើងរឹតតែឡើងធំល្អហើយបន្ទាប់មកទៀតយើងច្របល់ម្សៅហើយនឹងទឹកពោតរបស់យើងនឹងឲ្យវាបានចូលគ្នាសព្វល្អបែបនេះមកចាឥឡូវឃើញថាម្សៅរបស់យើងនឹងបានរលាយសព្វល្អជាមួយនឹងទឹកពោតរបស់យើងហើយជាបន្តមកទៀតយើងរៀបចំដាក់នំរបស់យើងចំហុយទៅយើងចាក់ម្សៅរបស់យើងចូលទៅក្នុងថាសឬក៏ប្រអប់ឬក៏ចានដែលបងប្អូនមានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំដាក់វាចំហុយជាមួយនឹងឆ្នាំងចំហុយឫស្សីបែបនេះជាបន្តមកទៀតយើងដាក់ដាំទឹករបស់យើងឲ្យពុះនៅពេលដែលទឹករបស់យើងបានពុះហើយគឺយើងដាក់ឆ្នាំងចំហុយរបស់យើងចំហុយហើយសម្រាប់របៀបចំហុយនេះដែរគឺខ្ញុំប្រើភ្លើងមធ្យមខ្ញុំដាក់ចំហុយនំរបស់យើងរយៈពេល15នាទីចាឲ្យដើម្បីដឹងថានំរបស់យើងបានឆ្អិនដល់ផ្នែកខាងក្នុងល្អឬនៅបងប្អូនយកឈើចាក់ធ្មេញឬក៏យកចលៀសឈើដូចខ្ញុំបែបនេះយើងចាក់ទៅក្នុងសាច់នំរបស់យើងមកបើសិនបើវាមានស្អិតទេគឺមានន័យថានំរបស់យើងបានឆ្អិនហើយ